បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាវីដេអូនេះខ្ញុំបាទសូមជូនវីដេអូដែលបង្ហាញអំពីការដេរទង់របស់ខ្ញុំដើម្បីយកទៅដាក់នៅវត្តមួយដែលកាលពីប្រហែលជាប្រហែលជិត10ឆ្នាំមុនហ្នឹងខ្ញុំធ្លាប់សន្យាគិតក្នុងចិត្តរបស់ខ្ញុំថាខ្ញុំចង់ដេរទង់មួយគូយកទៅដាក់នៅវត្តដែលជាស្រុកកំណើតរបស់យាយខ្ញុំនៅព្រែកដំបងហ្នឹងក្រោយមកទៀតខ្ញុំក៏វាមិនបានដេរចេះតែភ្លេចផងឬក៏យើងរវល់ផងអត់បានដេរបានអីចឹងក្រោយមកប្រហែលជាខ្ទង់មួយឆ្នាំមុនហ្នឹងក្នុងឆ្នាំ2024ចុងឆ្នាំហ្នឹងខ្ញុំក៏បានយកសពឃើញប៉ារបស់ខ្ញុំដែលគាត់ស្លាប់ហើយធាតុគាត់នៅក្នុងវត្តហ្នឹងដែរគាត់មកយកសពខ្ញុំហើយនឹងបង្ហាញឲ្យខ្ញុំឃើញទង់ដែលដូចជាទង់ដែលខ្ញុំបានដេរហ្នឹងចឹងហើយដែលបញ្ជាក់ច្បាស់ហ្នឹងគឺទង់ហ្នឹងមានកម្ពស់2ម៉ែត្រក្រោយមកខ្ញុំក៏គិតថាខ្ញុំនឹងចង់ដេរទង់ហើយខ្ញុំក៏បានគូប្លង់ទង់ដែលមានកម្ពស់2ម៉ែត្របន្តិចហ្នឹងដើម្បីត្រៀមកាត់ហើយខ្ញុំក៏រៀបចំกระดาษកាសែតដើម្បីកាត់តាមរាងទង់ក៏តែក្រោយមកខ្ញុំគិតថាกระดาษកាសែតវាពិបាកក្នុងការកាត់វាទន់ពេកខ្ញុំក៏កាត់กระดาษកាតុងជំនួសវិញហើយកระดาษតុងខ្ញុំធ្វើអាទង់កម្ពស់2ម៉ែត្រមួយនិងទង់កម្ពស់1ម៉ែត្រមួយដើម្បីធ្វើទង់ពីរប្រភេទហើយខ្ញុំត្រៀមកណាត់ទាំងគ្រឿងសង្វារគ្រឿងចគ្រឿងដិនគ្រឿងឆ្អឹងទង់ឆ្អឹងអីហើយបន្ទាប់មកខ្ញុំក៏បានយកពុំกระดาษកុងផ្លាកេហ្នឹងយកមកវាស់នៅលើកណាត់ជាក់ស្ដែងដើម្បីកាត់តាមរាងទង់របស់ខ្ញុំហ្នឹងហើយនៅពេលដែលខ្ញុំកាត់ចេញជារូបរាងទង់អស់ហើយខ្ញុំក៏យកមកគុំសាកដើម្បីចង់ដឹងថាវាគ្រប់គ្រឿងហោះនៅនេះទង់ធំចំណែកទង់តូចមិនទាន់បានកាត់ទេតោះមកខ្ញុំក៏បានយកម៉ាស៊ីនដេរហ្នឹងយកមកដេរតាមរាងទង់និងដេរតាមតាមអីឲ្យបានរូបរាងទង់ទាំងអស់ហើយតោះមកបានខ្ញុំចាប់ដើមចាក់ដិនដេរសង្វារដែលត្រូវតែដេរដោយដៃដោយសារវាមិនអាចដេរដោយម៉ាស៊ីនបានហើយរបស់ខ្លាំងក៏យកកាវខ្ញុំមកបិទផងដែរហើយខ្ញុំលើទង់មួយក៏ខ្ញុំមានបាក់ឈ្មោះឪពុកម្ដាយក្មេកម្ដាយខ្ញុំនឹងនិយាយដើម្បីបានបនផលបនទាំងអស់គ្នាមកស្មើគ្នាហើយប្រពន្ធខ្ញុំក៏បានជួយដេរទង់ដេរដិនចាក់ដិនបាក់អីហ្នឹងនៅលើនឹងជាមួយគ្នាដើម្បីជាប់និស្ស័យមួយគ្នាទៅអនាគតជាតិតទៀតហើយចំពោះទង់ហ្នឹងគឺមានទង់ខ្នាត2ម៉ែត្របន្តិចហ្នឹងគឺមានមួយគូដែលលើទង់ហ្នឹងគឺតំណាងលាបំណន់ដែលយើងធ្លាប់គិតថាយើងចង់ដេរហ្នឹងកុំឲ្យមានពាក់វិនអីទៀតហើយចំណែកឲ្យទង់ខ្នាតតូចហ្នឹងគឺខ្ញុំដេរដាក់ឈ្មោះយាយមួយគូឈ្មោះឪពុកម្ដាយក្មេកមួយគូឈ្មោះម្ដាយខ្ញុំហ្នឹងមួយគូហើយនឹងទង់ធំគឺផុសពួកខ្ញុំដែលជាកូនហ្នឹងហើយនៅលើទង់មួយហ្នឹងគឺយើងមានកណ្ដឹងមានពាក់សង្វារពាក់ឈៀងទាំងអស់ហើយនិយាយរួមទង់ដែលខ្ញុំដេរហ្នឹងគឺទង់របៀបថាទង់ទ្រង់គ្រឿងដែលមានលក្ខណៈដូចជាសង្វារស្រង់កហើយនឹងមានលម្អដោយកណ្ដឹងនៅតាមដៃនៅតាមជើងចុងជើងទាំងអស់ហ្នឹងព្រមទាំងមានប៉ាក់ដោយដិនដែលមានលក្ខណៈជាត្បូងផងដែរហើយអ្វីដែលលំបាកហ្នឹងគឺវាត្រង់ថាវាជាលើកទី1ដែលខ្ញុំដេរទង់អស់ហ្នឹងដែលចាប់ផ្ដើមតាំងពីកាត់កណាត់រហូតដល់ដេររហូតដល់ប៉ាក់រហូតដល់ភ្ជាប់គ្រឿងឆ្អឹងភ្ជាប់អីហ្នឹងគឺជាលើកទី1ក៏តែគ្រាន់ថាកាលពីនៅក្មេងៗហ្នឹងគឺយាយរបស់ខ្ញុំក៏ធ្លាប់ជាអ្នកដេរទង់ដែរហើយបន្ទាប់ពីនោះគឺខែ4ពួកខ្ញុំចាប់ដើមដាក់កាត់ដេរហ្នឹងគឺទង់ខែ12ឆ្នាំ2024ខែ4ឆ្នាំ2025បានចាប់ដើមហើយខ្ញុំក៏រៀបចំជូនឪពុកម្ដាយក្មេងនិងម្ដាយខ្ញុំនិងយាយដើម្បីទទួលឲ្យនៅពេលនោះគឺខ្ញុំរៀបចំព្រះពុទ្ធរូបមួយអង្គដើម្បីយកទៅដាក់នៅវត្តនឹងផងដែរនៅពេលនេះជាថ្ងៃដែលខ្ញុំបានរៀបចំទង់ហ្នឹងដើម្បីជូនឪពុកម្ដាយក្មេកម្ដាយនិងយាយដើម្បីបានទទួលផលបុណ្យស្មើគ្នាបាទសូមអរគុណប្រិយមិត្តគ្នា